កាលពីព្រេងនាយមានសិទ្ធិប្តីប្រពន្ធមានកូនក្រមុំមួយនាក់រួមឆោមល្អណាស់ពួកកំឡោះជាច្រើនស្ម័គ្រចិត្តស្រឡាញ់បានប្រាប់មាតាបតាឲ្យចូលទៅដណ្ដឹកកូនក្រមុំមហាសេដ្ឋីនោះក៏ព្រមឥតប្រកែកតែមានធ្វើសន្យាថាបើកំឡោះឈ្មោះណាចង់បានត្រូវសង់ផ្ទះ5ល្វែងតែមួយថ្ងៃឲ្យហើយបើធ្វើមិនហើយសេដ្ឋីនោះផ្ដាច់មិនឲ្យកូនក្រមុំទេកំឡោះដតីប៉ុន្មានខូចខាតចំនួនជាច្រើនអ្នកដោយធ្វើផ្ទះមួយថ្ងៃមិនហើយសេដ្ឋីក៏ផ្ដាច់មិនឲ្យកូនក្រមុំខណៈនោះមានកំឡោះម្នាក់ជាអ្នកមានគំនិតមានឧបាយយល់ប្រាជ្ញាឈ្មោះថាចាប់កាប់ត្រឡោកជាកូនអ្នកមានគ្រាន់បើបានសុំប្រាក់មាតាបតាយកទៅទិញឈើលបធ្វើផ្ទះប្រុងប្រៀបគ្រប់ប្រដាប់ជាស្រេចរួចកោសរូបខាត់ត្រឡោកមួយយ៉ាងស្អាតហើយប្រាប់មាតាបតាឲ្យទៅដណ្ដឹងកូនក្រមុំមហាសេដ្ឋីនោះឯមាតាបតាក៏ទិញផ្លែឈើមើលផ្លែឈើបានច្រើនតោហើយពឹងញាតិសន្តានឲ្យជួយកាន់ចំនួននោះទៅដល់ផ្ទះមហាសេដ្ឋីលើកដៃជំរាបថាខ្ញុំបាទនាងខ្ញុំមកសូមដណ្ដឹងកូនក្រមុំលោកផ្សំផ្គុំនឹងកូនប្រុសកំឡោះខ្ញុំបាទនាងខ្ញុំទោះបីខុសត្រូវសូមលោកមហាសេដ្ឋីអភ័យទោសសូមឲ្យបានជាសាច់សន្តានស្ពានមេត្រីរៀងទៅសេដ្ឋីទាំងប្តីប្រពន្ធស្ដាប់ហើយឆ្លើយថាយើងឥតប្រកែកថាអ្វីទេអ្នកតែថាថ្ងៃស្អែកនេះអ្នកធ្វើផ្ទះ5ល្វែងឲ្យហើយស្រេចតែបើធ្វើមិនហើយយើងនឹងផ្ដាច់មិនឲ្យកូនក្រមុំទេមាតាបតាចាប់កាប់ត្រឡោកឯហើយជំរាបថាបើកូនខ្ញុំធ្វើផ្ទះថ្ងៃស្អែកនេះមិនហើយស្រេចទេសូមលោកសេដ្ឋីផ្ដាច់កូនក្រមុំលោកចុះចំនួនប៉ុន្មានទុកនេះខ្ញុំបាទនាងខ្ញុំក៏សុខចិត្តជូនលោកទាំងអស់ឥតគិតយកថ្លៃពីលោកឡើយហើយជូនចំនួនទាំងអស់ទៅសេដ្ឋីក៏ឲ្យខ្ញុំកំដរលើកទៅផ្ទេរទុកពេញមួយល្វែងផ្ទះហើយយកសម្បត្តិថាមកឲ្យវិញមាតាបតាចាប់កាប់ត្រឡោកទទួលទៅថាស្គ្រប់ចំនួនហើយក៏សំពះលាមហាសេដ្ឋីនាំគ្នាត្រឡប់មកផ្ទះវិញក្រោយនោះមហាសេដ្ឋីនិងភរិយានាំគ្នាទៅមើលចំនួននៅលើផ្ទះឃើញសុទ្ធតែផ្លែឈើមានតម្លៃប្លែកពីប្រទេសឆ្ងាយខ្លះនៅស្រុកឯខ្លះសេដ្ឋីក៏ញឹមញាក់មុខដាក់ប្រពន្ធថាចំនួននេះយើងមុខជាបានស៊ីទេទៀតហើយចំណែកមាតាបតាចាប់កាប់ត្រឡោកទៅដល់ផ្ទះក៏និយាយប្រាប់កូនថាសេដ្ឋីព្រមហើយតែគេថាឲ្យកូនធ្វើផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយស្រេចចាប់កាប់ត្រឡោកយាមាតាបតានិយាយប្រាប់កូនថាសេដ្ឋីព្រមហើយតែគេថាឲ្យកូនធ្វើផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយស្រេចចាប់កាប់ត្រឡោកយាមាតាបតានិយាយប្រាប់ដូច្នោះមានចិត្តត្រេកអរណាស់ជំរាបមាតាបតាថាលោកម៉ែលោកឪពុកកុំព្រួយបារម្ភមុខជាបានដោយគំនិតដែលកូនគិតទុកពីថ្ងៃមុខហើយចាប់កាប់ត្រឡោកក៏ទៅនិយាយពឹងបងប្អូនអ្នកចេះជាងផ្ទះឲ្យបានគ្នាច្រើនឲ្យគេជួយសង់ផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយបងប្អូនគេជួយទាំងអស់គ្នាហើយចាប់កាប់ត្រឡោកត្រឡប់មកផ្ទះស្លៀកពាក់តែងខ្លួនស្អាតបាតពឹងកំឡោះផងគ្នាឲ្យជូនទៅផ្ទះសេដ្ឋីនោះលុះឡើងទៅដល់លើផ្ទះសេដ្ឋីសួរថាចៅឯងមកមានការអ្វីចាប់កាប់ត្រឡោកលុតជង្គង់ប្រណម្យជំរាបថាម៉ែពុកបានប្រើខ្ញុំបាទជាកូនឲ្យមកសូមក្រាបប្រណីប័ត្រលោកឪពុកញ៉ាំដាយសូមទានប្រាប់ទីកន្លែងត្រង់ណាឲ្យទានខ្ញុំបាទនឹងសង់ផ្ទះខ្ញុំបាទនឹងអាលទៅចាត់ការធ្វើក្រែងមិនហើយជូនលោកឪពុកលោកម្ដាយក្នុងវេលាថ្ងៃស្អែកនេះសេដ្ឋីទាំងប្តីប្រពន្ធគុណមើលរូបរឹកពៀចាប់កាប់ក្រឡោកនឹកសារក្នុងចិត្តថាកូនប្រសាអញគ្រាន់បើដែរតែមុខជាខួតខាតចំនួនដូចអ្នកមុនទៀតហើយសេដ្ឋីប្រាប់ទីកន្លែងឲ្យសង់នៅខាងជើងឆ្ងាយពីផ្ទះធំចំនួន5ព្យាមចាប់កាប់ត្រឡោកបាននៅសេដ្ឋីប្រាប់ហើយក៏ប្រាប់សំពះលានាំគ្នាត្រឡប់ទៅផ្ទះវិញលុះទៅដល់ប្រមូលបងប្អូនជួបជុំយកគ្រឿងផ្ទះដែលធ្ងន់ផ្ទុករទេះស្រេចពីយប់របស់ណាលំលីសែងក៏ចាត់ចែងផ្គូផ្គងដាក់មុខគ្នាស្រេចលុះព្រឹកឡើងខ្លះដឹកនឹងរទេះខ្លះលីសែងទៅដល់ផ្ទះសេដ្ឋីខ្លះកាប់ដីខ្លះជីករណ្ដៅសតាមខ្នាតទំហំផ្ទះ5ល្វែងខំធ្វើស្រុះគ្នាមិនឈប់តែពេលបរិភោគបាយរួចនាំគ្នាធ្វើទៀតតរតែហើយស្រេចក្នុងវេលាថ្ងៃនោះរួចចាប់កាប់ត្រឡោកឡើងទៅលុតជង្គង់សំពះជុំផ្ទះមហាសេដ្ឋីជាមាតាបតាក្មេកហើយនាំគ្នាត្រឡប់ទៅផ្ទះវិញលុះដល់ថ្ងៃខែបាននាគស្ល្អមាតាបតាទាំងពីរខាងក៏រៀបវិវាសមង្គលការកូនរួចស្រេចឯចាប់កាប់ត្រឡោកលាក់តែត្រឡោកនោះមិនអោយនរណាឃើញសោះដល់ពេលយប់រៀបសំដំណេករួចហើយក៏ដេកក្នុងផ្ទះជាមួយគ្នាចាប់កាប់ត្រឡោកយកត្រឡោកនោះទៅកាប់គ្រុបពីលើស្វះពីររួចស្លៀកសំពត់ចងក្បិនប្រយ័ត្នមិនអោយត្រឡោកធ្លាក់បានហើយដេកឃ្លាតពីភរិយាធ្វើកិរិយាសំងំមិនបានពណ៌ដល់ចុងដៃជើងភរិយានោះឡើយប្រៅបាយយ៉ាងនេះអត់ធន់បាន3យប់ក្រោយទៀតនាងភរិយានោះរសាប់រសល់ខ្វល់ចិត្តគិតសង្ស័យថាប្តីអញនេះដេកជាមួយគ្នាយូរយប់ហើយគាត់ធ្វើប្រងើយកណ្ដាយហាក់ដូចជាគ្មានត្រូវការនឹងអញសោះឬគាត់ជាខ្ទើររសាយលឹងគិតក្នុងចិត្តដូច្នោះហើយក៏ចង់ដឹងប្រថុយលុបលោកស្ទាបមើលឲ្យច្បាស់ចាប់កាប់ត្រឡោកដេកពុំលក់ទេតែធ្វើជាស្រមុកខលនាងប្រពន្ធនោះលោកដៃស្ទាបត្រង់ស្វាសនោះ
ប៉ះទៅលើត្រឡោកកាប់រលីងនិលដកដៃមកវិញគិតថាប្តីអញនេះនឹងថាខ្ទើយាកសៃលឹងក៏មិនមែនសន្តានហាក់ដូចជាភេទស្រីតែពុះគ្មានប្រឡាយមុខគួរឲ្យឆ្ងល់ណាស់លុះព្រឹកឡើងខ្សឹបប្រាប់ម្ដាយតាមដំណើរដែលលោកស្ទាបប្តីសពគ្រប់ម្ដាយយាហើយដកដង្ហើមធំថាអកូនញញអើយបានប្តីអ្វីក៏មិនដូចបរោះទាំងពួងហើយនឹកបន្ទោសកូនប្រសាប្រុសនោះថាបើវាគ្មានប្រដាប់ដូចប្រុសទាំងពួងទេហេតុម្ដេចក៏ស្រឡាញ់កូនអញម្លេះគិតហើយក៏ប្រាប់សេដ្ឋីជាប្តីតាមដំណើរកូនស្រីប្រាប់សពគ្រប់សេដ្ឋីស្ដាប់ហើយគិតថាបើអញនិយាយខ្លាំងខ្មាស់អ្នកចិត្តខាងហើយនិយាយខ្សឹបសៀលតែពីរអ្នកប្តីប្រពន្ធថាកូនប្រសាយើងនេះវាគ្រាន់បើដែនហើយគេឲ្យអាណិតវាឲ្យប្រាប់ស្តុភាបណ្ណាការនឹងថ្លៃផ្ទះ 1500 ណែនទៅវាហើយប្រាប់វាឲ្យទៅនៅម៉ែវាវិញចុះគិតព្រមគ្នាហើយកូនប្រសាថាជាឯងមកនេះចាប់កាប់ត្រឡោកកែសិទ្ធិឪពុកក្មេកហើយខ្លួនហើយក៏ទៅអង្គុយជិតសំពះសិទ្ធិប្រាប់ថាឯងហាក់ដូចជាមិនស្រឡាញ់កូនអញសោះហើយចុះអញឲ្យប្រាក់ 1500 ណែនឯងយកទៅផ្ទះឪពុកម្ដាយឯងវិញចុះរួចក៏រកប្រាក់ប្រគល់ឲ្យគ្រប់ចំនួនចាប់កាប់ត្រឡោកទទួលយកប្រាក់ហើយជំរាបថាលោកឪពុកខ្ញុំបាទសុំហឹបធំមួយដាក់ប្រាក់យកទៅឲ្យដល់ផ្ទះខ្ញុំបាទផងសេដ្ឋីក៏ឲ្យហឹបដាក់ប្រាក់ចាត់បាវព្រាវឲ្យសែងតាមចាប់កាប់ត្រឡោកទៅដល់ផ្ទះហើយជូនប្រាក់ 1500 ណែននៅក្នុងហឹបទៅមាតាបតាចម្រាប់រឿងសពប្រាប់ក៏ត្រឡប់មកផ្ទះសេដ្ឋីវិញលុះដល់ហើយចាប់កាប់ត្រឡោកធ្វើទៅកិរិយាសញ្ជប់សញ្ជឹងហាក់ដូចជារឹកអាឡ័យសេដ្ឋីនិងភរិយានោះពន់ពេកសេដ្ឋីឃើញហើយសួរថាអញឲ្យប្រាក់ទៅនៅផ្ទះម៉ែឯងវិញហើយហេតុម្ដេចក៏មិនទៅចាប់កាប់ត្រឡោកឆ្លើយជំរាបសេដ្ឋីថាខ្ញុំបាទត្រឹកអាឡ័យលោកម៉ែលោកឪពុកនិងនាងជាភរិយាខ្លាំងណាស់សូមនៅទទួលទានដំណេកតែមួយយប់នេះទៀតព្រឹកឡើងខ្ញុំបាទសូមប្រណិប័តលាទៅផ្ទះវិញសេដ្ឋីប្តីប្រពន្ធនិយាយគ្នាថាយើងឲ្យវាដេកមួយយប់ទៀតចុះវាមិនទាន់ជាអ្វីទេដូចជាដេកជាមួយនឹងប្រុសផងគ្នាលុះពេលយប់បរិភោគបាយរួចចាប់កាប់ត្រឡោកក៏ចូលទៅដេកជាមួយនឹងភរិយាត្រឡោកនៅផ្កាប់ដដែលដល់យប់ជ្រៅភរិយាគិតថាយប់ស្អែកនេះប្តីអញទៅនៅផ្ទះគាត់វិញហើយអញចង់ស្ទាបសង្កេតច្បាស់ឯចាប់កាប់ត្រឡោកដេកផ្ងាដេកពុំលក់ព្រោះកើតតម្រេះខ្លាំងដូចជាគេទូត្រឡោកនាងភរិយានោះលូកដៃទៅប៉ះត្រឡោកធ្លាក់យេសូតែខ្វោះចាប់កាប់ត្រឡោកងាកផាងចូលទៅរួមរស់នឹងនាងភរិយានោះដោយកម្លាំងដ៏ខ្លាំងក្លាលុះព្រឹកឡើងនាងនោះនិយាយជំរាបម្ដាយម៉ែអើយបើប្តីខ្ញុំលាទៅផ្ទះវិញសូមម៉ែអាណិតកូនខាត់កុំឲ្យគាត់ទៅមាតាសង្ស័យណាស់សួរកូននិយាយខ្សឹមជំរាបមាតាថាម៉ែប្តីខ្ញុំគាត់មានប្រដាប់ដូចប្រុសទាំងពួងមិនមែនជាខ្ទើយទេម្ដាយដឹងចិត្តកូនក៏ខ្សឹបជំរាបសេដ្ឋីជាប្តីដោយស្ងាត់ថាកូនយើងទាំងពីរវាត្រូវចិត្តវាហើយសេដ្ឋីភរិយានិយាយប្រាប់រឿងកូនសពគ្រប់ក៏ទុកថាកាលមុនឯងនិយាយប្រាប់អញក៏ជឿថាពិតមែនអញបានសងថ្លៃស្តុភាបណ្ណាការនិងថ្លៃផ្ទះ 1500 ណែនឲ្យទៅវាឥឡូវថាកូនប្រសាយើងមានប្រដាប់ដូចបរោះទាំងពួងហើយចុះកែឲ្យបើត្រូវចិត្តគ្នាវាហើយប្រាក់ដែលយើងឲ្យកូនប្រសានោះដូចជាឲ្យទៅកូនយើងទេប្តីប្រពន្ធវាមានក៏ជាជាមួយគ្នាចុះហើយសេដ្ឋីក៏ស្ងៀមស្ងាត់រាប់អានជាកូនត្រៀងទៅលុះដល់សេដ្ឋីប្តីនិងភរិយាចាស់ជរាទទួលមរណភាពទៅវេលាណាស្ដេចក្នុងព្រែនគោលនោះទ្រង់ព្រះមេត្តាប្រោសតាំងចៅកាប់ត្រឡោកនិងភរិយាឲ្យធ្វើជាសេដ្ឋីតាំងបតាលុះអស់ជីវិត